បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃសៅរ៍ទី7មិថុនាឆ្នាំ2025បាទហើយថ្ងៃនេះគឺខ្ញុំបានថតវីដេអូ2ដែរបាទអញ្ចឹងវីដេអូទី2នេះគឺអឺចង់ថ្លែងអំណរគុណបាទចំពោះបងប្អូនប្រុសឧត្តមដែលគាត់បានជូនវត្ថុស័ក្តិសិទ្ធិបាទក៏ដូចជារបស់ដាក់វត្ថុស័ក្តិសិទ្ធិបាទមកខ្ញុំបាទតាមពិតខ្ញុំជំរាបគាត់ដែរថាមិនបាច់យកមកឲ្យទេកុំឲ្យអស់បច្ច័យអស់អីបាទប៉ុន្តែដោយសារគាត់បានជ្រុលជាជាវមកហើយអញ្ចឹងគាត់យកមកឲ្យខ្ញុំតែម្ដងទៅបាទនេះគឺសម្រាប់ដាក់វត្ថុស័ក្តិសិទ្ធិបាទពេលយើងយកទៅណាមកណាអញ្ចឹងបាទវត្ថុណាដែលងាយនឹងបាក់បែកគឺយើងអាចដាក់ចូលក្នុងនឹងបានបាទអញ្ចឹងអរគុណច្រើនបងប្អូនឧត្តមបាទដែលបានជូនរបស់នឹងមកបងក៏ដូចជាជូនវត្ថុស័ក្តិសិទ្ធិខ្លះមកបងបាទអរគុណច្រើនសូមឲ្យរស់ស៊ីមានបានហើយធ្វើការងារតែងតែមានភាពជោគជ័យបាទហ្នឹងហើយខ្ញុំមួយរយៈនេះវត្ថុស័ក្តិសិទ្ធិគឺអត់សូវបានយកទៅប្រសិទ្ធិដោយប្រសង់ទេបាទដោយសារតែរវល់ផងហើយមួយទៀតដោយសារតែខ្ញុំឆ្លៀតពេលខ្លួនឯងបាទប្រសិទ្ធិខ្លួនឯងបាទព្រោះថាយើងចេះអាចប្រសិទ្ធិបានចឹងអាចប្រសិទ្ធិខ្លួនឯងបានដែរបាទប៉ុន្តែនិយាយនេះគឺដើម្បីអួតអាងអីទេបងប្អូនគឺខ្ញុំជឿថាបងប្អូនយើងខ្លះក៏ចេះដែរបាទសំខាន់ឲ្យតែយើងរក្សាសិលបានបាទយើងជាបុគ្គលដែលល្អគឺប្រសិទ្ធិក៏ល្អដែរបាទកុំឲ្យតែយើងដូចថាជាមនុស្សមួយដែលមិនទៀងត្រង់ហើយមាត់របស់យើងនឹងចេះជេរចេះបចោហើយផឹកស៊ីអាឡេអាឡយអាហ្នឹងបានថាយើងវាអត់សូវមានសេរីសួស្តីសម្រាប់ប្រសិទ្ធិបាទអញ្ចឹងបើយើងចេះខ្លះហើយយើងដូចថារក្សាសិលបានដែរយើងអាចប្រសិទ្ធិរបស់យើងទៅបានខ្លះដែរបាទហ្នឹងហើយសាកមើលទៅគឺថាវាល្អគ្រាន់បើដែរបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមបង្ហាញវត្ថុស័ក្តិសិទ្ធិដែលបងប្រុសឧត្តមគាត់ឲ្យមកខ្ញុំបាទមាននេះបាទនេះគឺជាជ័រផ្ដៅបាទជ័រផ្ដៅដែលខ្ញុំបានថតលើកមុនម្ដងហើយបាទជ័រផ្ដៅហើយមួយទៀតនេះគឺកូនក្រកម្រោមបាទនេះកូនក្រកម្រោមបាទគឺធ្វើឡើងពីម្រោមហើយប្រសង់ធ្វើឲ្យគាត់បាទឲ្យគាត់ឃើញថាគាត់គ្រប់ទៅល្អអញ្ចឹងទៅគាត់បានឲ្យលោកជួយធ្វើមួយអង្គឲ្យខ្ញុំដែរបាទនេះបាទតាមពិតកូនក្រក់ខ្ញុំមានច្រើនបងប្អូនប៉ុន្តែខ្ញុំនៅតែស្រឡាញ់ហើយកូនក្រក់ហ្នឹងគឺល្អមួយយ៉ាងដែរបាទខាងផ្នែករស់ស៊ីខាងអីហ្នឹងគឺល្អដែរបាទនេះកូនក្រក់ខ្ញុំក្នុងមួយខ្សែនេះគឺមានច្រើនបាទនេះបាទសាងពីឈើខ្មៅបាទឈើខ្មៅលេខ1ហ្នឹងបាទបាទនឹងបោះខ្ញុំឲ្យបាទខ្ញុំពាក់បាទនៅបតង់ខ្សែកបាទនេះអង្គទី2ហើយបាទអង្គទី3នៅខាងនេះបាទអង្គទី3ហើយអង្គទី4នៅនេះបាទនេះបាទហើយមួយអង្គទៀតនេះគឺអត់បានដាក់ចូលបតង់ខ្សែកទេបាទដោយសារតែខ្សែកហ្នឹងច្រើនហើយបាទអញ្ចឹងដាក់ច្រើនពេកអាចធ្ងន់បាទគឺសាងពីឈើខ្មៅបាទហើយដល់ឡែក2អង្គទៀតនេះគឺសាងពីក្លឹម7បាទប៉ុន្តែ2អង្គនេះគឺជាចម្លាក់ឆ្លាក់ម៉ាស៊ីនទេបាទនេះបាទឆ្លាក់ម៉ាស៊ីនទេបាទដល់តាខ្ញុំថតបង្ហាញមុនហ្នឹងបានឆ្លាក់ដៃបាទ2អង្គនេះគឺឆ្លាក់ម៉ាស៊ីនទេបាទចែកជូនបងប្អូនមើលលេងកំសាន្តហើយក៏សូមបង្ហាញវត្ថុស័ក្តិសិទ្ធិរបស់គាត់មួយដែរបាទគឺខ្នាយកាច់បាទកប់ដីបាទនេះកប់ដីបាទនៅប្រឡាក់ដីនៅឡើយទេនៅខាងក្នុងនេះសិតតែដីបាទ
ប៉ុន្តែខ្ញុំលាបកម្មួនឲ្យទៅដោយសារឃើញសម្ប៊ីសម្ប៊ូប្រឡាក់ដីខ្លាំងពេកបាទសម្ប៊ីសម្ប៊ូពេកដល់ចឹងទៅលាបកម្មួនទៅបាទនៅក្នុងនេះគឺនៅមានដីនៅឡើយទេបាទហើយបង្ហាញមួយទៀតនេះបងប្អូនប្រុសបាទម្នាក់ទៀតគាត់បានផ្ញើខ្ញុំដែរបាទនេះបាទមានព្រះមួយអង្គបាទផ្ញើនៅផ្ទះខ្ញុំបាទមានព្រះមួយអង្គមានខ្នាយចំនួន4បាទនេះចឹងខ្ញុំថតដើម្បីកុំឲ្យភ្លេចបាទដើម្បីដូចថាពេលម្ចាស់គាត់មកយកទៅវិញដឹងថាមានអីខ្លះបាទនេះខ្នាយបាទខ្នាយមាន4នេះបាទនេះមួយគូហើយនឹងខ្នាយនេះមួយគូបាទគាត់ផ្ញើនៅផ្ទះខ្ញុំហើយអញ្ចឹងនៅផ្ទះខ្ញុំមួយយ៉ាងដែរដោយសារខ្ញុំសូត្រដាស់វត្ថុស័ក្តិសិទ្ធិរបស់ខ្ញុំដល់អញ្ចឹងទៅល្អដែរបាទបានសូត្រប្រសិទ្ធិមួយគ្នាបាទហ្នឹងហើយបងប្អូនអរគុណច្រើនបាទខ្ញុំថតនេះគឺគ្រាន់ដើម្បីឲ្យចាំបាទឲ្យចាំដើម្បីឲ្យម្ចាស់គាត់ដឹងថារបស់គាត់មានអីខ្លះហើយក៏ដូចជាដើម្បីអរគុណបាទដល់បងប្អូនប្រុសឧត្តមដែលគាត់បានឲ្យវត្ថុស័ក្តិសិទ្ធិខ្លះមកខ្ញុំក៏ដូចជាប្រអប់ដាក់វត្ថុស័ក្តិសិទ្ធិបាទនឹងក៏ថតដើម្បីចែកជូនបងប្អូនមើលលេងកម្សាន្តដែរបាទដោយសារតែខ្ញុំអត់សូវមានពេលបាទអញ្ចឹងឲ្យតែពេលណាខ្ញុំទនេអាចថតបានខ្ញុំថតបាទចែកជូនបងប្អូនមើលលេងកម្សាន្តដែរបាទហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទសូមជម្រាបលាបាទ